4 សង្ឃឹមមិនដេចបានមិត្តអ្នកអានជ្រាបឬទេប្រកាសណាស់ទៅហើយមនុស្សយើងដែលមានអាត្មាត្រួតត្រងដោយការចង់បានតែងក្រឡេកឃើញកំហុសអ្នកដទៃជាងកំហុសដែលខ្លួនមានប្រពន្ធតែងចោទប្តីថាគាត់ឯងជាអ្នកបំផ្លិចបំផ្លាញអញកូនចៅតែងតែស្អប់ចវាយនាយថាគាត់មានគំនិតលំអៀងឬប្រកាន់វណ្ណៈតូចធំសរុបសេចក្តីទៅកិរិយាដែលមានមកហើយដូចខាងលើនេះមិនមែននាំមកនៅការចម្រើននៅសុភមង្គលនិងនៅជោគជ័យទេផ្ទុយទៅវិញការបែកមុខមាត់ហូរឈាមក៏អាស្រ័យមកពីការមិនចេះចោះញោមគ្នាម្លោះហើយការឈ្នះរៀងខ្លួនមិនមានការចាញ់វាតែងនាំមកនៅលទ្ធផលបែកបាក់មើលណោឃើញទេក្រុមហ៊ុនអាជីវកម្មអណ្ដូងរាឥឡូវនេះមានការបែកបាក់គ្នាខ្លះហើយដោយសារអគ្គនាយកតែងតាំងចត្រាជាលេខាធំនៅក្នុងបន្ទប់ប្រណិតរំលេចដោយពន្លឺផ្កានៃចង្គៀងអគ្គិសនីដែលផ្អោបជាប់នឹងជញ្ជាំងបានញ៉ាំងឲ្យសំឡេងមួយស្រូបឡើងជាសម្ដីក្នុងន័យថាទំពូនាងបានដំណឹងពីអ្នកណាមកចាស់ខ្ញុំឮលោកអ្នកណីគាត់មានប្រសាសន៍តើលោកអគ្គនាយកគាត់បានដឹងរឿងនេះទេចាស់ខ្ញុំមិនសូវដឹងដែរគាត់តែងតែបញ្ចេញខ្យល់ហួសចិត្តភ្លាមលោកអគ្គលេខាធិការក៏ធ្វើដំណើរចុះមកក្រោមហើយបើករថយន្តចេញពីក្រុមហ៊ុនឆ្ពោះទៅរកគោលដៅមួយដែលមិនទាន់កំណត់បន្ទាប់មកគេឃើញមិត្តចត្រាដេកសន្ធឹងសន្ធៃលើគ្រែពូកនៃសន្តាគារសុខាល័យធ្វើប្រងើយហាក់បីដូចខ្លួនជាម្ចាស់ក្រុមហ៊ុនតែតាមការពិតទៅមិត្តយើងព្រួយចិត្តទេតាក្រោយពីចត្រាចាក់ចេញមកប្រហែលជា30នាទីសំឡេងទូរស័ព្ទក្នុងបន្ទប់ធ្វើការក៏បន្លឺឡើងអស់រយៈពេល 3-4 ដងក៏មិនឃើញមានមនុស្សមកទទួលមួយសន្ទុះក្រោយមកទើបនាងលេខាធិការស្ទុះទៅទទួលហាឡូពីខាងណាមកតែទៀនអូខ្ញុំអគ្គនាយកនៃក្រុមហ៊ុនចាស់លោកអគ្គនាយកមានការអីចត្រាមាននៅកន្លែងទេចាស់គាត់ចេញទៅក្រៅហើយទៀនមើលលេខាធិការករណីមានដឹងរឿងអាណាខ្លះចង់នាំបំបះបំបោរកម្មករនៅក្នុងក្រុមហ៊ុននេះដែរទេចំពោះសំណួរនេះនាងលេខាធិការនីភ័យខ្លាំងណាស់រួចនាងឆ្លើយទៅកាន់លោកនាយកថាចាស់នាងខ្ញុំដឹងរឿងនេះតាមលោកអ្នកណីទេទៀននាងឯងចូលចិត្តលាក់កំបាំងគ្នាណាស់ខ្ញុំអត់ដឹងមែនលោកអគ្គនាយកផុតសំឡេងនេះទូរស័ព្ទក៏ផ្ដាច់ដំណើររបស់ខ្លួននាងលេខាជាលេខាធិការនីក៏ចេញមកកន្លែងនាងវិញស្រាប់តែទូរស័ព្ទនៅការិយាល័យរបស់នាងបន្លឺឡើងម្ដងអាឡូពីខាងណាដែរទៀនខ្ញុំចត្រាលោកមានការអីដែរយីមិនដឹងជាស្អីទេមិននាងភ័យណាស់ទេឬឥឡូវលោកមានការអីសូមមានប្រសាសន៍មកម៉ោង 16 ល្ងាចនេះនាងអាចអញ្ជើញមកជួបខ្ញុំមួយផ្លែតបានទេព្រោះខ្ញុំមានការចាំបាច់ចង់និយាយជាមួយនាងពីរឿងស្នេហាឬពីរឿងអ្វីផ្សេងទៀតមិនមែនពីរឿងស្នេហានិងមិនមែនរឿងផ្ទាល់ខ្លួនយោព្រមសូមលោកចាំខ្ញុំនៅកន្លែងណាអរគុណសូមលាសិនហើយអូមែនភោជនីយដ្ឋានឋានសួគ៌ចាស់ដងទូរស័ព្ទក៏ធ្លាក់ចុះលើកន្លែងដើមវិញនាងលេខាធិការនីឆ្ងល់ចំពោះការណាត់ជួបនៃមិត្តចត្រាណាស់តើគាត់មានបានបណ្ដោយគំនិតរវើរវាយរបស់គាត់ឲ្យមូក្នុងមโนសញ្ចេតនានាងទេរំពេចនោះស្នូសំឡេងជួងនៃអ្នកកំណត់ពេលបន្លឺឡើងជាសញ្ញាចំនួន4ដងនាងលេខាធិការនីភ្ញាក់ខ្លួនព្រឺតរួចក៏ទាញសម្ពុតស្បែកយួរតាមខ្លួនតម្រង់រករថយន្តមួយគ្រឿងដែលចង់រត់ចាំតែសេចក្តីត្រូវការរបស់នាងតែប៉ុណ្ណោះនៅតាមដងវិថីប្រជាធិបតេយ្យរថយន្តដាច់សុនពណ៌សមួយគ្រឿងលយយ៉ាងសង្ហាកាត់មុខជ្រែកក្រោយនៃវងចរាចរណ៍ទាំងឡាយរួចក៏វែករកកន្លែងសុំចតនៅមុខភោជនីយដ្ឋានឋានសួគ៌នៅខាងក្នុងចត្រាបានមើលឃើញតាមកញ្ចក់នៅការមកដល់នៃនាងលេខាធិការនី
2 នាទីបន្ទាប់មកសំឡេងមួយក៏ឧទានឡើងថាអញ្ជើញអង្គុយនាងចាស់អរគុណអ្នកនាងញ៉ាំអីខណៈនោះនាងក៏ប្រាប់អ្នកបម្រើម្នាក់ដែលឈរនៅក្បែរនាងថាយកស្រាទំពាំង3ជូរឲ្យខ្ញុំមួយកែវអ្នកបម្រើក៏ចាក់ចេញពីភៀវនាងលេខាធិការសួរទៅចិត្រាដោយទឹកមុខរួសរាយថាលោកត្រូវការចង់ជួបជាមួយនាងខ្ញុំមានការសំខាន់អ្វីដែរអូសូមនាងកុំប្រញាប់ពេកញ៉ាំអ្វីបន្តិចបន្តួចសិនសឹមជជែកគ្នាជាក្រោយនាងចំពុងក្នុងវ័យកំពុងឆើតឆាយបានចោលគ្រាប់ភ្នែកសម្លក់ក្នុងការខ្នក់ចិត្តរួចក៏បន្តសំណួរថានាងខ្ញុំដឹងគោលបំណងរបស់លោកគ្មានអ្វីសំខាន់ក្រៅពីរឿងបញ្ជាក់ខ្ញុំសួរអំពីការបះបោរនៃកម្មករនោះមែនទេត្រូវហើយតើនាងមានដឹងឬខ្លះទេបន្ទាប់មកនាងលេខាធិការក៏សម្រួលអរិយាបថមួយសន្ទុះទៅបញ្យល់ប្រាប់គោខ្លះជូនលោកចត្រាថាបើតាមខ្ញុំដឹងរឿងនេះមានប្រភពមកពីការច្រណែននៃលោកចាងវាងបច្ចេកទេសក្នុងឋានៈលោកជាអគ្គលេខាធិការគ្រាន់តែឮចម្លើយនេះភ្លាមដងខ្លួនមិត្តចត្រាប្រកបដោយធម៌ពលខ្សោយទឹកចិត្តដែលធ្លាប់តែស្វាហាប់ក្នុងការងារត្រឡប់ជារសេះរសល់ដោយសារទម្ងន់បេះដូងបានចាប់ហែកស្បែកដួងចិត្តឲ្យស្អិតដោយការសៅមកឃើញដូច្នោះនាងចម្ពូក្នុងនាមអ្នកស្រឡាញ់សន្តិភាពក៏ជួយកំដរដួងចិត្តមិត្តចត្រាថាសូមលោកកុំបារម្ភពេកល្អឬអាក្រក់ខុសហើយនឹងត្រូវលោកអគ្គនាយកប្រកាសជាគាត់មើលឃើញរឿងនេះបើតាមខ្ញុំយល់គេស្អប់ខ្ញុំរហូតដល់ទៅមិនចង់ឲ្យខ្ញុំធ្វើការអ្វីនៅកន្លែងនេះទៀតផងបើតាមយោបល់របស់ខ្ញុំលោកចាងវាងបច្ចេកទេសមានបំណងចង់កម្ចាត់រូបលោកថែមទៀតផងអរគុណណាស់នាងចម្ពូប្រសិនបើនាងមិនយល់ទាស់តើនាងអាចដើរកម្សាន្តជាមួយនឹងខ្ញុំមួយជុំក្រុងបានដែរឬទេសំណួរនេះនាងចម្ពូពុំតាន់ឆ្លើយតបទៅមិត្តចត្រាភ្លាមទេនាងអង្គុយសញ្ជឹងគិតអស់មួយស្របក់ទើបនាងស្រាយចំណងនេះដោយពោលពាក្យទៅកាន់លោកអគ្គលេខាធិការនោះថារឿងដើរកម្សាន្តនេះខ្ញុំមិនជំទាស់ទេតែលោកនាំខ្ញុំដើរក្នុងគោលបំណងដូចម្ដេចខ្លះមិនទាន់តែឆ្លើយតបនឹងសំណួរចម្ពូផងអ្នកនាំសារពីអ្នកនៃក្រុមហ៊ុនអាជីវកម្មរ៉ែក៏មកប្រឈមចំពោះមុខមិត្តយើងប្រកបដោយវាចាគំរោះគំរើយទៅកាន់មិត្តចត្រាថាលោកចាងវាងបច្ចេកទេសសូមអញ្ជើញលោកទៅជួបនឹងគាត់មួយផ្លែគាត់នៅកន្លែងណាគាត់នៅនឹងផ្ទះរបស់គាត់នាងចម្ពូគ្រាន់តែលើកដំណឹងនេះភ្លាមនាងប្រញាប់និយាយទៅកាន់មិត្តចត្រាថាសូមលោកអញ្ជើញទៅប្រយ័ត្នខ្លួនបន្តិចខ្ញុំសូមលាលោកសិនហើយពោលរួចនាងចម្ពូចាក់ចេញពីភោជនីយដ្ឋានចំណែកឯមិត្តចត្រាក៏បើករថយន្តសម្ដៅទៅផ្ទះលោកចាងវាងបច្ចេកទេសជាមួយនឹងអ្នកដំណើរទាំងពីរក្នុងវ័យជាអ្នកហក់លោតមួយរូបដែរនោះមិត្តចត្រាបរជន្ទដោយប្រុងប្រយ័ត្នជានិច្ចដើម្បីកុំឲ្យខ្លួនគេមានការឆ្លោះឆ្លួយក្នុងគោលបំណងអាក្រក់របស់លោកចាងវាងបច្ចេកទេសមិត្តអ្នកអានជ្រាបទេថាពៀអាចរងាប់បានតែដោយការមិនចងពៀឬដោយសារតែការមិនចងពៀគ្នានេះដែរយ៉ាងណាមិញការប្រទុសរាយក្នុងបំណងអាក្រក់របស់មនុស្សចិត្តតែមានជាដរាបការបើមនុស្សនៅតែយកដៃទាំងពីរទះផ្ទប់គ្នានៅក្នុងរឿងនេះតើមិត្តចត្រាអាចសន្មតថាខ្លួនគេជាអ្នកមិនប្រឈមមុខទប់នឹងការរំលោភពីលោកចាងវាងបច្ចេកទេសបានដែរឬទេប្រសិនបើវាមានការជាបញ្ហាជាពិសេសទៅទៀតមនុស្សយើងម្នាក់អោបដៃឲ្យគេប្រមាថមើលងាយតាមគោលបំណងរបស់គេឡើយហេតុដូច្នោះហើយបានជាលោកចាងវាងបច្ចេកទេសមានគោលបំណងជាសម្ងាត់មកលើមិត្តចត្រារថយន្តបាននាំអ្នកទាំង3មកដល់ភូមិគ្រឹះលោកចាងវាងបច្ចេកទេសតាមបណ្ដាំរបស់គាត់មែនមិត្តចត្រាបានបញ្ជាឲ្យអ្នកនាំសារទាំងពីរដើរពីមុខចំណែកមិត្តដើរតាមក្រោយទ្វារផ្ទះក៏របើកគេលេចឃើញអ្នកបម្រើស្រីម្នាក់មកនាំផ្លូវមិត្តចត្រាទៅកាន់បន្ទប់ទទួលភ្ញៀវដែលទីនោះគេឃើញលោកចាងវាងបច្ចេកទេស
អង្គុយរងចាំមិត្តចិត្រាជាស្រេចរំពេចនោះសម្លឹងដល់ក្រឡមួយបានលាន់ឮចេញពីក្រអូមមាត់លោកចាងវាងបច្ចេកទេសថាអញ្ជើញអង្គុយអ្នកកំឡោះបាទលោកបច្ចេកទេសលុះសម្រួលអេរិយាបថស្រួលបួររួចហើយលោកអគ្គលេខាធិការសួរបញ្ជាក់ទៅលោកចាងវាងបច្ចេកទេសលោកឲ្យខ្ញុំមកទីនេះមានការអីដែរទៀនអូការដែលខ្ញុំអញ្ជើញលោកមកទីនេះគ្មានគោលបំណងអ្វីក្រៅពីចង់ប្រាប់អ្នកកំឡោះថាពាក្យចចាមអារាមដែលលេចចេញពីមាត់អ្នកដទៃនោះមិនពិតទេនេះជាការញុះញង់ក្នុងគោលបំណងចាប់សង្អាប្រឈមមុខគ្នាតែប៉ុណ្ណោះយីលោកមានប្រសាសន៍នេះក្នុងគោលបំណងដូចម្ដេចរឿងដែលគេចោទប្រកាន់ថាខ្ញុំមានគំនិតអាក្រក់ចំពោះរូបលោកនោះជាការមិនពិតទេមិនអញ្ចឹងលោកសំដួលចម្ងល់មួយប្រយោគនេះធ្វើឲ្យលោកចាំងវាងបច្ចេកទេសបន្តនៅសេចក្តីបញ្ជាក់របស់គាត់ប្រាប់ទៅចិត្រាទៀតថារឿងនេះសូមអ្នកកំឡោះពិចារណាឲ្យបានដិតដល់បន្តិចព្រោះទ្រង់ទ្រាយដោយផ្លែល្វាមិនអាចយកមកធ្វើជាចំណីបានទេនេះក៏មកពីបញ្ហាក្រពះប្រសិនបើគ្មានការចោទប្រកែកគ្នាខុសត្រូវក៏មិនមានដែរសរុបសេចក្តីទៅមានភ្លើងត្រូវតែមានផ្សែងមានរន្ធត្រូវតែមានស័ព្ទត្រូវហើយអ្នកកំឡោះមនុស្សយើងម្នាក់មិនដែលទទួលកំហុសរបស់ខ្លួននៅចំពោះមុខមហាជនទេចំណែករូបខ្ញុំគួរណាស់តែបដិសេធរឿងនេះចំពោះបុគ្គលិកទូទៅឲ្យបានដឹងផងដែរតែរឿងនេះបើខ្ញុំហាទៅវាស្លាក់លេបទៅវាស្លែកលុះចុះជ័យគ្នាអស់រយៈពេលប្រហែល15នាទីមកបុគ្គលិកក្រុមហ៊ុនទាំងពីរក៏បែកគ្នាក្នុងបរិយាកាសមិត្តភាពដដែលពេលវេលាចេះតែបន្តដំណើររបស់ខ្លួនជានិច្ចមួយថ្ងៃហើយមួយថ្ងៃទៀតមួយខែហើយមួយខែទៀតហាក់ដូចជាជំរុញទឹកចិត្តរបស់មនុស្សឲ្យភ្ញាក់ស្មារតីថាអាត្មាអញចូលក្នុងវ័យដែលគេហៅបងពូឬលោកអ៊ំហើយចំណែកនៅឯរោងចក្រអណ្ដូងរ៉ែវិញសភាពរីកចម្រើននៃវិបត្តិផ្លូវចិត្តរបស់មិត្តចិត្រាចេះតែរីកធំឡើងជាលំដាប់ទោះបីលោកចាងវាងបច្ចេកទេសបដិសេធយ៉ាងណាក៏ដោយនៅក្នុងរឿងអាថ៌កំបាំងនេះមិត្តចិត្រាសង្ស័យទៅលើអកប្បកិរិយាលោកអគ្គនាយកខ្លាំងណាស់ព្រោះការបន្ទប់រូបមិត្តឲ្យធំខ្ពស់និស្ស័យបែបនេះគឺជាការមួយដែលគេត្រូវទាញទម្លាក់ឲ្យអុកគូតកណ្ដាលចំណោមគេខ្មាស់មិនខានតាំងពីថ្ងៃនោះមកមិត្តចិត្រាតែងតែឃ្លាំមើលបំណាំរបស់លោកអគ្គនាយកជានិច្ចទោះក្នុងកលល្បិចម្ដេចម្ដាក៏ដោយរាត្រីនេះព្រះច័ន្ទពេញបរមីពុំបានបញ្ចេញរស្មីឲ្យត្រជះត្រចង់ទេព្រោះត្រូវដុំពពកខ្មៅមករារាំងដំណើររបស់ព្រះអង្គដោយមានការស្អុះស្អាប់ក្នុងដំណើរពេកមិត្តចិត្រាក៏ចុះពីលើផ្ទះមកអង្គុយសម្រាកលើកៅអីថ្មស្រាប់តែមានព្រឹត្តិហេតុដ៏ឃោរឃៅមួយបានចូលមកញាយីរូបកាយមិត្តយឺដោយមានជនពៀ2-3នាក់កាន់កាំបិតយ៉ាងសឆ្ងាយដើរសម្ដៅមករមិត្តឃើញដូច្នោះចិត្រាក៏ស្ទុះក្រោកដកឃ្លាមួយរំពេចរួចសួរទាំងបង្ខំទៅជនអនាមិកទាំងពីរថាឯងជាអ្នកណាមកទីនេះមានការអីសំឡេងឆ្លើយក៏គ្មានជនពៀទាំងពីរក៏នៅតែជំរុញចំហរបស់ខ្លួនឲ្យខិតមកមុខជាដរាបចិត្រាក៏ចេះតែដកខ្លួនថយក្រោយក្នុងសភាពប្រុងជើងការចំណិចអត់បងអង្គយូរជនពៀម្នាក់បានស្ទុះមកចាក់មិត្តយើងទាំងកំរោលតែត្រូវចិត្រាចាប់ដៃជាប់ហើយបញ្ជូនមួយដៃឲ្យចំគោថ្កៀមលាន់លើសូផាច់ធ្វើឲ្យអានោះអុកគូតលើកំរាស្មៅអាម្នាក់ទៀតឃើញដូច្នោះក៏ស្ទុះចូលមកក្នុងបំណងស្រោចស្រង់មិត្តរបស់វាជាចៃដន្យអាលបងនេះត្រឡប់ជាត្រូវមួយជើងចំកណ្ដាលដើមទូកលាន់សូអ៊ីកក៏ដួលផ្ងាក្រោយទៅអាម្នាក់ទៀតស្ទុះគៀកចិត្រាពីក្រោយឆ្លៀតឱកាសដ៏ល្អមិត្តយើងក៏បញ្ជូនឲ្យវាមួយកែងដៃចំកធ្វើឲ្យវាស្រែកអូយហើយតួអង្គក៏ចាប់ក្បាលក្រវត្តមកមុខឮសូអឹកអាអ្នកលេងដេកស្ពឹកមួយកន្លែងតែ
កំបិតអវិញ្ញាណមួយដែលបញ្ជូនមកដោយស្នាដៃជនភៀសទាំងពីររត់ត្រូវចំចន្លោះឆ្អឹងជំនីអូយជួយស្រេចស្រង់ជីវិតខ្ញុំផងចត្រាក៏ដួលខ្ពកទៅលើកម្រាលស្មៅក្នុងរាត្រីកាលលោហិតហូរក្រាពេញផ្ទៃធម្មជាតិឆ្លៀតឱកាសនោះជនទុច្ចរិតក៏ដាក់មេប្រូចដោយទុកឲ្យចត្រានៅតែម្នាក់ឯងមកដល់ចំណុចនេះរចនាក៏សើចអាវដើម្បីបង្ហាញស្លាកស្នាមជូនអ្នកគ្រូពេទ្យមើលរូបពោបញ្ជាក់ដោយពាក្យស្រងូតស្រងាត់ថាអ្នកគ្រូពេទ្យរឿងដែលខ្ញុំរៀបរាប់តាំងពីដើមមកសុទ្ធសឹងតែជារឿងពិតរបស់ខ្ញុំមួយជីវិតខ្ញុំនេះអ្នកគ្រូពេទ្យអើយស្គាល់តែវិបត្តិផ្លូវចិត្តតែប៉ុណ្ណោះផែនដីដ៏មានតម្លៃរាប់មិនបានมันអាចទ្រទ្រង់ជីវិតរបស់ខ្ញុំឲ្យរស់តទៅទៀតបានទេសូម្បីផែនដីដ៏ល្អទ្រទ្រង់តែអរិយជនមនុស្សខ្ញុំចាត់ទុកជាមនុស្សដែលត្រូវព្រំលិខិតលាត់សោយឲ្យអ្នកគ្រូពេទ្យឃើញអ្នករបួសស្ថិតក្នុងសភាពអស់សង្ឃឹមនាងក៏និយាយលើកទឹកចិត្តអ្នករងគ្រោះថាលោកមិនទាន់អស់សង្ឃឹមទេលោកនៅមានជីវិតសម្រាប់ទ្រទ្រង់រាងកាយតទៅមុខទៀតឮដូច្នោះរចនាខំញញឹមទាំងឈឺចាប់តបនឹងសម្ដីអ្នកគ្រូពេទ្យព្រមទាំងលើកម្រាមដៃ10ប្រណម្យអញ្ជលីចំពោះព្រះរតនត្រ័យលាយជាមួយនឹងសម្ដីខ្សៀវថាសាធុសាធុប្រសិនបើខ្ញុំស្លាប់ទៅវិញវាប្រសើរជាងព្រោះខ្ញុំមិនចង់រស់ក្រោមនឹមតណ្ហាទេ